ប្រជុំនិទានជាដករឿងទុក្ខដតិតាការព្រះសម្មាសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តវេលវ័នមានត្រកូលមួយនៅក្នុងក្រុងរាជក្រឹសកើតអហិវាទរោគស្លាប់អស់ទៅនៅសល់តែកូនស្រីមួយនាងធីតានោះការបមាតាបិតាបងប្រុសស្រីស្លាប់អស់ហើយក៏រត់ចុះពីផ្ទះទៅជ្រកកោននៅក្រោមសំយ៉ាផ្ទះរបស់ជនដតីមនុស្សទាំងឡាយបានឃើញធីតាកំសត់នោះក៏មានចិត្តមេត្តាករុណាឲ្យបាយកកបាយក្តាំងដែលសល់ពីខ្លួនបរិភោគឲ្យដល់នាងរាល់ថ្ងៃមួយព្រះមហាកស្សបថេរលោកចេញពីនិរោធសមាបត្តិបានរំពឹងពិចារណារកបុគ្គលដែលគួរទៅជួយសង្គ្រោះក៏បានឃើញនាងទុក្ខដតិតានោះហើយបានជ្រាបដោយសពគ្រប់ថាបើអាត្មាអញទៅដល់នាងទុក្ខដតិតានឹងឲ្យបាយក្តាំងដល់អាត្មាអញពុំខានការបើឲ្យដូច្នោះហើយនាងនឹងបានទៅកើតក្នុងឋានសួគ៌ពិតប្រាកដម្យ៉ាងទៀតនាងនេះត្រូវជាមាតារបស់អាត្មាអញជាតិជាគម្រប់3រាប់អំពីជាតិនេះទៅព្រះមហាកស្សបថេរបានជ្រាបដូច្នេះហើយក៏យកបាតនិមន្តទៅសំដៅទៅដល់នាងទុក្ខដតិតានោះលំដាប់នោះសកទេវរាជព្រះចៅឋានត្រៃត្រឹងបានជ្រាបហេតុនោះហើយក៏និមិត្តខ្លួនជាមាណពកាន់អាហារទឹកដើរទៅស្កាត់មុខព្រះមហាកស្សបថេរព្រះមហាកស្សបថេរបានជ្រាបថាព្រះឥន្ទខ្លែងដូច្នោះក៏មានថេរដីកាហាមឃាត់ថាមហារាជកុំប្លន់យកសម្បត្តិរបស់នាងទុក្ខដតិតាឡើយសូមព្រះអង្គជៀសចេញទៅសកទេវរាជក៏វិលត្រឡប់ទៅឋានទេវលោកវិញព្រះមហាកស្សបថេរបាននិមន្តទៅឈរក្នុងទីចំពោះមុខនាងទុក្ខដតិតានាងទុក្ខដតិតាគិតថាប្រថេរៈនេះលោកនិមន្តមកប្រោះអញហើយតើអញចំជាស្ត្រីមានលាភប្រសើរណាស់សេចក្តីជ្រះថ្លារបស់នាងក្នុងពេលនោះក៏កើតឡើងពេញបរិបូរណ៍ដរាបដល់ព្រឺរោមព្រឺស្បែកនាងបានយកបាយក្តាំងមួយដុំដែលនៅក្នុងអំបែងទៅដាក់បាតព្រះមហាកស្សបថេរព្រះមហាកស្សបថេរការបបានបាយក្តាំងហើយក៏ងាកមើលនាយអាយបំរុងនឹងរកកន្លែងឆាន់ពួកមហាជនឃើញអាការៈដូចនោះហើយក៏នាំគ្នាក្រាលអាសនៈប្រគេនលួសឆាន់ហើយក៏ធ្វើផតតាហាននុមោទនាសរសើរអានិសង្សទានដោយភឹស្ដាទើបមានថេរដីកាទៅរកនាងទុក្ខដតិតាថាមនាលនាងកំសត់កាលពីជាតិមុននាងត្រូវជាមាតាបង្កើតរបស់អាត្មាអញក្នុងជាតិទី3រាប់ពីជាតិនេះទៅនាងទុក្ខដតិតាបានឮដូច្នោះហើយក៏រឹងរិតតែជ្រះថ្លារីករាយជាភយោភាពបន្ទាប់មកនាងក៏ធ្វើមរណកាលទៅបានទៅកើតក្នុងឋាននមានរតីទេវលោកដោយបរិបូរណ៍ទិព្វសេរីផ្ចាត់ផុតសេចក្តីទាល់ក្រគ្រប់យ៉ាង